នាងទុរគតទេតាកើតនៅក្នុងក្រុងសាវត្ថីដំបូងឡើយនាងមានទ្រព្យច្រើនណាស់បើចាំមើលណាប៉ុនយើងអត់ចាំបាច់លះអីក៏បានទ្រព្យសម្បត្តិមិនចាំបាច់លះទ្រព្យច្រើនទេប៉ុនកុសលវាអាស្រ័យនៅនឹងចិត្តរបស់យើងខាងក្នុងណាកាលណាយើងចេះគោរពប៉ុនយើងចេះចម្រើនសេចក្តីល្អណាប៉ុនកុសលគឺបានច្រើនមិនអាស្រ័យលើទេយ្យវត្ថុទាំងអស់ទេនាងកើតមកមានទ្រព្យសម្បត្តិច្រើនប៉ុន្តែចៃដន្យក្រុងហ្នឹងកើតអហិវេទរោគនាំឲ្យមានជំងឺឆ្លងគ្នាស្លាប់នាងស្លាប់ទាំងម្ដាយស្លាប់ទាំងឪពុកស្លាប់ទាំងប្តីស្លាប់ទាំងកូនស្លាប់អស់នៅសល់តែម្នាក់ឯងហើយអ្នកផ្សេងទៀតគេជំលះទៅនៅក្រុងផ្សេងអញ្ចឹងណាគេភៀសខ្លួនទៅនៅកន្លែងផ្សេងដល់ឡែកនាងទុរគតទេតាអត់ទៅណាទេប្តីស្លាប់ម្ដាយស្លាប់ឪពុកស្លាប់កូនស្លាប់ចោលទាំងអស់នៅតែម្នាក់ឯងពីដំបូងមានទ្រព្យច្រើនដល់តែស្លាប់អស់ហើយខ្លួនជាស្ត្រីអត់ចេះរកស៊ីអីកាលដែលប្តីនៅរស់ប្តីរកស៊ីអញ្ចឹងដល់តែពេលប្តីស្លាប់ទៅម្ដាយស្លាប់ទៅឪពុកស្លាប់ទៅចេះតែចាយអាទ្រព្យសម្បត្តិដែលមាននឹងអស់រហូតដល់លុកផ្ទះលុកសម្បែងនឹងចាយអស់ទៀតណាដល់ចាយអស់ទៅខ្លួនឯងជាស្រីលុកអស់ហើយវាមិនដឹងបានអីទីពឹងសម្រាប់ចិញ្ចឹមជីវិតដើរកាន់ត្រឡោកសំទានតាមសញ្ញាផ្ទះអ្នកដទៃប៉ុន្តែនាងទៅដល់ទីណាគឺដុំដៃដល់ទីហ្នឹងគេអត់ដាក់ឲ្យទេដោយសារអីដោយសារការដែលនាងមានទ្រព្យនាងស្អប់ធ្វើអ្នកក្រនាងអត់ចូលចិត្តអ្នកក្រឃើញអ្នកសុំទាននាងអត់ចូលចិត្តដាក់ឲ្យគេហើយនាងស្រីបន្ទោសឲ្យគេថាឲ្យគេកម្មពីវេរានឹងនាំទៅពេលដែលនាងធ្លាក់ខ្លួនក្រនាងទៅដល់កន្លែងណាគេអត់ដាក់ឲ្យកន្លែងហ្នឹងគេជេរគេដៀលគេថ្មាស់គេទាត់គេធាក់គេដេញគេវាយគេគុកហើយអាអានរឿងហ្នឹងមើលទៅសំណោះណាស់កម្មពីវេរាហើយខ្លួនជាស្ត្រីណាញោមដាច់បាយដាច់ទឹកទៅដេកតាមមុខសញ្ញាផ្ទះអ្នកដទៃញោមមើលមនុស្សយើងរាល់ថ្ងៃមានអញ្ចឹងមានអញ្ចឹងតន់នឹងភ្នែកដែលយើងមើលឃើញកម្មពីវេរាមនុស្សចែកចាច់ខុសពីគ្នាដែលយើងគួរតក់ស្លុតរន្ធត់ក្នុងដំណើរជីវិតរបស់យើងនេះដែលយើងបានកើតមកមានធនធានទ្រព្យសម្បត្តិមានយសសក្តិណៈទូនាទីមានរូបសម្បត្តិមានអ្វីគ្រប់សពបែបយ៉ាងអ្នកខ្លះថាមានដោយសារប្រឹងតែសារធូបត្រូវតែប្រឹងព្រះលោកសម្ដែងហេតុអតីតរួមសំនឹងបច្ចុប្បន្នបើយើងប្រឹងតែបច្ចុប្បន្នគ្មានផលពីអតីតទោះបីជាយើងប្រឹងពេញមួយជីវិតក៏អត់ទៅណារួចដែរមែនទេមើលអ្នកខ្លះប្រឹងដូចយើងអញ្ចឹងមួយថ្ងៃគ្មានពេលអីទេតែទីបំផុតការប្រឹងរបស់គាត់រកតែខោត្រប់ខ្លួនមិនមានមែនទេដោយសារអីហើយអ្នកខ្លះក្រទេគ្រាន់តែគេដាក់ទៅបុណ្យកុសលនឹងវាជ្រុំជ្រែងផងដាក់ត្រូវកើតដុតឡើងឯងអញ្ចឹងរួមសំគ្នាអតីតរួមសំជាមួយបច្ចុប្បន្ននឹងផងណាប៉ិនមិនឲ្យប្តេកព្រួលទៅខាងណាមួយទេណាប្តេកព្រួលទៅខាងណាមួយទេគ្រាន់តែថាវាផ្សំគ្នាហេតុពីរហ្នឹងបច្ចុប្បន្នក៏ត្រូវប្រឹងហើយនឹងផលអតីតរួមសំគ្នាផងនិយាយពីរឿងយើងនេះអានរឿងហ្នឹងហើយសំណោះណាញោមសំណោះពីពីវេរាខ្លួនជាស្ត្រីដើរសុំគេមិនដាក់ឲ្យដាច់បាយដាច់ទឹកហើយត្រូវគេជេរគេស្ដីគេថាគេទាត់គេធាក់រត់ពីកន្លែងមួយទៅកន្លែងមួយទៅផ្ទះគេសំបីតែដេកនៅយ៉ាប់ផ្ទះក៏គេមិនឲ្យដេកនៅយ៉ាប់ផ្ទះគេថាចង្រៃណាអញ្ចឹងគេដេញទាត់ធាក់អញ្ចឹងទៅរត់ទៅកន្លែងផ្សេងជួនកាលទៅដេកនៅសញ្ញាបណាតាមផ្លូវតាមក្បែរសម្រាមក្បែរកំណរសម្រាមភ្នក់សម្រាមរើសរបស់នៅក្នុងសម្រាមនឹងស៊ីដើម្បីចិញ្ចឹមជីវិតណាដល់តែថ្ងៃមួយណាវាដាច់បាយ3ថ្ងៃហើយណាដើរលេងរួចហើយមកដេកនៅមុខសញ្ញាផ្ទះមនុស្សម្នាក់ហ្នឹងប្រឡំឡើងភ្ញាក់ពីដំណេកមកបើកទ្វារមកឃើញនាងទុរគតទេតានៅមុខផ្ទះកើតសេចក្តីអាណិតរត់ចូលទៅក្នុងចង្ក្រានប៉ើងឆ្នាំងទៅឃើញបាយកកម្ដុំសល់បាយកកម្ដុំព្រោះប្រឡំឡើងមានពីណាគេតន់ដាំអីសល់អាបាយកពីល្ងាចគេហូបហើយយកអាបាយក្តាំងម្ដុំហ្នឹងទម្លាក់ចូលត្រឡោករបស់នាងគ្រាន់តែបើកភ្នែកឡើងឃើញបាយកកនៅក្នុងត្រឡោកហ្នឹងដៃនឹងញ័រទៅត្រឹកព្រោះវាដាច់បាយ3ថ្ងៃហើយលើកទាំងញ័រហ្នឹងលើកបំរុងនឹងប៉មនៅក្នុងមាត់ដាក់ចូលក្នុងមាត់ពូចឃ្លានក្នុងខណៈហ្នឹងព្រះបច្ចេកពុទ្ធលោកទៅតែចេញពីសមាបត្តិថ្មីលោកប្រមាលមើលបនិស័យសត្វឃើញនាងទុរគតទេតាមាននិស័យចឹងលោកក្រងស្បង់ចីវរសម្ដែងបដិហាត្រង់បាតមកហោះវឹងមកប្រតិឋាននៅមុខនាងនឹងតន់លើកបាយដាក់ដល់ក្នុងមាត់ទេគ្រាន់តែនាងលើកដុំបាយក្តាំងនឹងដាក់បំរុងងើយលើកនឹងដាក់មាត់គ្រាន់តែងើយមុខឡើងឃើញព្រះបច្ចេកពុទ្ធលោកឈរនៅពីមុខនាងចាប់ផ្ដើមគិតស្រក់ទឹកភ្នែកហើយពិចារណាថាអអញណាពេលនេះបន់មកដល់ហើយតើអញចាំពេលណាទៀតហេតុតែបន់កុសលរបស់អញសន្សំមិនល្អបានជាត្រូវឲ្យអញមកទទួលផលលំបាកតោកយ៉ាវេទនាដូចនេះចុះអ្នកដតីទៀតគេជាមនុស្សដូចខ្ញុំដែរហេតុអីក៏គេមិនវេទនាដូចខ្ញុំ
ហើយខ្ញុំមិនមែនធ្លាប់កើតមកក្រទេខ្ញុំកើតមកមានទ្រព្យខ្ញុំកើតមកមានប្តីខ្ញុំកើតមកមានម្ដាយខ្ញុំកើតមកមានឪពុកខ្ញុំកើតមកមានបងមានប្អូនមានកូនមានចៅតែហេតុអីកម្មពីវេរាឲ្យខ្ញុំព្រាត់ប្រាសទាំងអស់ណាបែកបាក់អ្វីទាំងអស់នេះហើយជាកម្មហើយឲ្យខ្ញុំស្រេកឃ្លានលំបាកតោកយ៉ាវេទនាដូច្នេះខ្ញុំសក់ចិត្តស្រេកឃ្លានដាច់ខ្យល់ស្លាប់តែខ្ញុំមិនឲ្យណាស្រេកឃ្លាននៅពេលខាងមុខតទៅទៀតទេខ្ញុំសក់ចិត្តដាច់ខ្យល់ស្រេកឃ្លាននៅថ្ងៃនេះបច្ចុប្បន្ននេះតែមិនឲ្យស្រេកឃ្លាននៅអនាគតជាតិដូចពេលហ្នឹងទៀតនាងចង់បញ្ជាក់មានន័យតែអញ្ចឹងណាចឹងនាងសក់ចិត្តអាត្រេកឃ្លានអត់បាយ3ថ្ងៃហើយយកបាយក្តាំងហ្នឹងទាំងញ័រតត្រឹកហ្នឹងទៅដាក់បាតព្រះបច្ចេកពុទ្ធព្រះបច្ចេកពុទ្ធទទួលណាបាបទទួលបាយក្តាំងណាបាយក្តាំងដោយតណ្ហិភាពអាបាយក្តាំងសល់ពីគេទៀតព្រះអរហន្តលោកទទួលអត់រើសទេឲ្យតែទឹកចិត្តសទ្ធាជ្រះថ្លាសត្វណាដែលមាននិស្ស័យលោកត្រូវតែប្រោសណាអញ្ចឹងលោកទទួលដោយតណ្ហិភាពឲ្យលោកសម្ដែងតអិច្ចតាំងបត្តិតាំងតមហង្ខបមេវសមិច្ចតុសេចក្តីសច្ចាប្រាថ្នារបស់នាងយ៉ាងណាសូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នារបស់នាងចុះគ្រាន់តែបញ្ជាក់ប៉ុណ្ណឹងហើយនាងទទួលដោយតណ្ហិភាពតសាធុបាន3ដងវាស្រេកឃ្លានពេកទៅដាច់ចោលស្លាប់ក្នុងគណៈហ្នឹងទៅដាច់បាយ3ថ្ងៃហើយគេទាត់គេធាក់វាច្រើនណាលើសលប់ណាស់ហើយចឹងដាច់ខ្យល់ពេលហ្នឹងស្លាប់ពីពេលហ្នឹងគ្រាន់តែដាច់ខ្យល់ភ្លាមសោយសម្បត្តិទឹកនៅក្នុងស្ថានតាវតឹងណាដូរសម្បត្តិតាវតឹងបានណាមិនធម្មតាទេបាយក្តាំងមួយដុំយើងអាចដូរសម្បត្តិតាវតឹងបានសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកជាទេពតិតាមានរូបសម្បត្តិស្អាតមានចរិយាសម្បត្តិខុសពីទេពតិតាដទៃហើយនិយាយពីអភរណៈនិងរបស់ផ្សេងទៀតគឺកើតឡើងអស្ចារ្យជាងទេពតិតាដទៃព្រោះនាងសច្ចាតកើតជាតិណាកុំឲ្យនាងខ្ញុំអត់ឃ្លានដូចជាតិណាចឹងពេលដែលនាងទៅសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកក៏មានធនធានទ្រព្យសម្បត្តិកើតឡើងជាអភរណៈទឹកហ្នឹងគឺកើតឡើងខុសពីទេពតិតាដទៃអស្ចារ្យណាស់មកកាត់សេចក្តីនៃរូបមកវិញរួមមកកន្លែងយើងនេះវិញចង់បញ្ជាក់ថាបុណ្យកុសលញោមមើលអត់ចាំបាច់លះរាប់ម៉ឺនដុល្លារទេគ្រាន់តែយើងលះតែបាយក្តាំងមួយដុំពេលខ្លះតែទឹកចិត្តយើងខាងក្នុងវាសស្អាតណាស្អាតក្នុងបុណ្យកុសលយើងអាចដូរសម្បត្តិសួរបានបុណ្យកុសលចម្រើនពេញលេញប៉ុន្តែបើសិនជាយើងរះអស់រាប់ម៉ឺនដុល្លារមែនតែយើងអត់មានសេចក្តីគោរពក្នុងបុណ្យកុសលណាបុណ្យកុសលនឹងអត់សូវបានច្រើនទេមកឃើញបច្ចុប្បន្នអញ្ចឹងមានច្រើនទៅកន្លែងខ្លះញោមគ្រាន់តែឡើងដល់លើក្រែម្ចាស់បុណ្យខ្សត់ប្រាប់អាចារ្យឲ្យលោកទេលឿនតិចណាអាចារ្យណាបាទហ្នឹងហើយយើងនេះមិនតាន់បានអ្នកម៉ូក៏អាចារ្យក្បាលមិនក៏អ្នកម៉ូតសអាចារ្យមកកេះបាច់លិគុណទេលឿនអកកដងកជួលមកអស់ពី 3000 ហ្នឹងណាតិចទៀតលខោនគេលេងដល់ម៉ោងលខោនគេដល់ម៉ោងអកកដងគេឃើញទេអាហ្នឹងដែលយើងមកចេះតែគិតថាណែយើងធ្វើបុណ្យដើម្បីអីដើម្បីបានបុណ្យឬក៏ដើម្បីសប្បាយហើយបើថាដើម្បីសប្បាយមិនខ្វះទេពេលវេលាសប្បាយតែមួយឆ្នាំឬ2ឆ្នាំយើងធ្វើបុណ្យម្ដងនេះយើងទុកពេលវេលាមួយថ្ងៃហ្នឹងសម្រាប់បុណ្យមែនទេយើងលះបង់ពេលវេលាមួយថ្ងៃហ្នឹងសម្រាប់បុណ្យសម្រាប់បុណ្យកុសលណានឹងអញ្ចឹងណាអញ្ចឹងញោមមើលនាងទុរគតទេតាមានលះបង់អីច្រើនអញ្ចឹងញាតិញោមណាចង់បានទៅឋានសួគ៌ដូចនាងទេពទេតានឹងខ្លះចង់ទៅឋានលើទេញោមចង់ហ៎ចង់បើចង់ស្អែកឡើងដាំបាយណាអាតុនដួសហូបគ្នាយើងអស់ទៅអីដួសរបាយក្តាំងនឹងមកស្រាក់ប្រគេនដោយគុណតានៅចិត្តនេះទេបងណាហ្នឹងបងមិនចង់បញ្ជាក់ចឹងទេចង់មានន័យថាបើសិនយើងនឹងវាអត់វាអត់សោះណាវាអត់ដូចនាងនោះអញ្ចឹងណារបស់អីក៏យើងអាចយកទៅបានលើកលែងតែសាច់10យ៉ាងក្រៅពីសាច់10យ៉ាងហ្នឹងយើងយកស្អីទៅក៏បានព្រះលោកអនុញ្ញាតណាអត់តក់ខុសអីទេបងអញ្ចឹងទានរបស់យើងនេះណាវាអាស្រ័យណារួមផ្សំជាមួយនឹងទឹកចិត្តរបស់យើងខាងក្នុងណាបុណ្យកុសលនឹងវាអញ្ចឹងអនុមោទនាសេចក្តីល្អគ្រប់គ្នាណាខ្ញុំណាសូមអនុមោទនាបុណ្យសាធុ